បាទជំរាបសួរបងប្អូនបាទនេះគឺជាដំណើរកំសាន្តរបស់ក្រុមការងារយើង KK5 បាទទៅដើរលេងនៅខាងជីខលើនៅស្រុកស្រែអំបិលបាទសប្បាយជាមួយបងប្អូនហើយយើងក៏ចាប់ផ្ដើមចេញដំណើរនៅម៉ោង8ព្រឹកហើយបាទនេះគឺស្វាយកំពុងរៀបចំហើយនេះគាត់រៀបចំសម្ភារៈសម្រាប់ដំណើរកំសាន្តបាទមានកមានសម្ភារៈអីច្រើនណាបងប្អូនអូដល់កខ្ញុំទៅដល់សប្បាយគោលដៅគឺទៅចាប់ក្តាមចាប់បកងចាប់បកាអត់ទិញមហូបទៅទេបាទគឺយើងដាក់តែកដាក់វែកឆាដាក់គ្រឿងសម្ភារៈអីបាទតែមហូបអាហារគឺយើងអត់ទិញទៅទេបាទឥឡូវនេះគឺយើងមកជុំគ្នាហើយជុំគ្នានេះចាំជា3បាទឥឡូវយើងឡើងលើលឿនហើយបងប្អូនអញ្ចឹងគឺគោលដៅយើងទៅជុំគ្នាញ៉ាំអាហារព្រឹកនៅគីឡូ63បាទនៅគីឡូ63មួយជុំគ្នាទាំងអស់បាទអញ្ចឹងយើងទៀតទៅដល់គីឡូ63បងប្អូនអញ្ចឹងគឺយើងជុំគ្នា63ហើយយើងក៏បន្តដំណើរទៅទៀតបាទឥឡូវនេះគឺយើងចូលដល់ស្រុកស្រែអំបិលហើយបាទនេះមើលទេសភាពបងប្អូននំបាទតាមផ្លូវគឺស្រឡះល្អមែនតើភ្នែកហ្នឹងគឺថាពិតជាជួយដល់សរសៃភ្នែកមែនតើបងប្អូនហើយឥឡូវនេះគឺយើងបានមកតាមផ្លូវបាទមានឧបសគ្គច្រើនបងប្អូនអើយសិតតែចំហុកបងប្អូនឃើញហើយបាទផ្លូវហើយបាទ Raptor របស់ច្បាយ KK5 បាទណាត់ឡានដែរតែធ្វើម៉េចឥឡូវយើងវាគោលដៅសបាយអញ្ចឹងឡានក៏វាអត់អីដែរគេថាសបាយមួយម្ចាស់ដែរណាបាទអញ្ចឹងគឺយើងចេញដំណើរទាំងបាក់ដែរបាទឥឡូវស្រុកសានត្រានអញ្ចឹងយើងអត់សូវភ័យអត់សូវព្រួយអត់សូវលំបាកថាមានអសន្តិសុខអីទេគឺយើងទៅក្នុងព្រៃកដាលព្រៃជ្រៅយ៉ាងណាក៏អត់អីដែរបងប្អូនបាទនេះគឺជាផ្លូវធ្វើដំណើរចំពោះទៅទីតាំងរបស់យើងបាទគឺទៅអូគេហៅអូរិស័យបាទអញ្ចឹងបងប្អូនចាំមើលបន្តិចទៀតយើងទៅដល់គោលដៅហើយបាទនេះមកដល់គោលដៅហើយបងប្អូនបាទហើយយើងចូលទៅក្នុងបាទមានមកដល់បន្តិចគឺក៏ភ្លៀងមកតែម្ដងបងប្អូននេះយើងចូលចុះទៅតាមទឹកជ្រោះគឺទឹកជ្រោះអូរិស័យបាទចូលទៅវាយ៉ាងដូចជាមានភ្លៀងមានអីបន្តិចបងប្អូនភ្លៀងមកមេយ៉ាងធំដែរតែក្រោយពីយើងបានទៅដល់គោលដៅក៏យើងរាំងវិញបាទរាំងវិញអញ្ចឹងទៅយើងក៏រៀបចំសម្ភារៈបាទនេះមកដល់ហើយអញ្ចឹងក្រុមការងារមកដល់គឺមានកញ្ចុះមួយនៅហ្នឹងគឺពួកយើងសប្បាយមែនតើមើលទេសភាពបងប្អូនអើយមកដល់គឺជួយភ្នែកមែនតើយើងនៅជាមួយកុំព្យូទ័រយូរមួយនឹងសម្ភារៈអេឡិចត្រូនិកយូរបាទមកដល់នេះគឺស្អាតមែនតើស្អាតអូទៅស្អាតបងប្អូនសប្បាយ KK5 បាទឃើញគាត់ដើរដល់តំបន់ហូតែលថ្លៃឥឡូវមកដល់ព្រៃមកដល់យើងក៏ចាប់ផ្ដើមរៀបចំសម្ភារៈរៀបចំអីបាទរៀបចំតង់រៀបចំអីហើយយើងមើលទេសភាពបងប្អូនហ្នឹងទឹកជ្រោះបាទទឹកធ្លាក់អូរិស័យហើយយើងក៏ចាត់ចែងរៀបចំបោសសម្អាតអូកន្លែងនេះគឺទុកចោលបងប្អូនយើងមានក្រុមការងារបង្កាត់លើងដើម្បីយើងដាំបាយហើយបាទស្រ័យក៏មានឯកទេសអ្នកដាំបាយបងប្អូនលោកបាយដាំបាយមានដាំបាយគាត់មើលមកដល់ម៉ោងដាំម៉ោងអីត្រៀមសម្រាប់ក្រុមការងារទៅទៀតយើងចុះទៅរកត្រីបាទមិនចាំបានត្រីមកចាំយើងរៀបចំធ្វើម្ហូបបងប្អូនគឺកងណាហ្នឹងហើយអាចទៅហើយបាទអ្នកកាត់លើអ្នកទៅធ្វើតាមយើងដើម្បីយើងមានទឹកមានត្រីចំមកតង់មានត្រីគ្រប់មានបាទដំណាំសប្បាយត្រីគ្រប់បងប្អូនណាដូចយកប្រហែលហ្នឹងហើយនៅទីបងប្អូនក្រុមការងារទៅរកត្រីក្រោយពីយើងរៀបចំតង់រៀបចំអីរួចរាល់ជំនាញរកត្រីគឺក៏ចាប់ផ្ដើមទៅរកត្រីហើយមានលោកមេសុខចិត្តគឺ3ហើយទៅមកគាត់គឺអ្នកចាក់ត្រីមកចាក់ត្រីនេះគឺទឹកជាតិអូរិស័យបងប្អូន កំពុងស
ស័យជុំវិញហ្នឹងបាទតែទឹកស្អាតខ្លាចបងហើយបាទមានផាសុកភាពបងប្អូនអើយต้องត្រូវយកណាចាប់ដើមរត់ត្រីហើយបងប្អូនអើយមិនបានអត់ដឹងទេដឹងទៅហើយបាទគាត់និយាយខ្លាំងដែរ vàបងប្អូនគិតមើលមានត្រីអត់ទៅបាទមើលមានត្រីអត់ជំនួយការក៏ចង់ជួយទៀតបាទត្រីច្រើនណាស់តែគាត់ប្រែងទាំងអស់គ្នាហ្នឹងបងប្អូនមើលមានអត់ជួយនិយាយមើលបាទហើយឥឡូវដល់លើហើយចាប់lênហើយតែមានត្រីអត់ហើយจับไตรมาเนี่ยมันเป็นไตรมาโอ้เนอะจับขับเป็นไตรอย่างนี้เนี่ยมันคือบายมันเป็นไตรสองไตรในการบานเชื่อมโยงต่อไล่ของโกงแบบเราโกงมาเรียบจำมาโหปะจำอันนี้เป็นไตรเราเราใจจำเราไตรเราต่อหกจำสบายว่าmà hồi hộp rồi cái thì quay còn nói thì cái stu thấy nó là sao trên cái sạch chụp quay tròn và còn mong là chặt chẽ để tạo một quay một cái năng động hồi hộp là những cái ta trong thâu và chặt đầu tóc trong ấy chặt dây bắt đầu hành là đồng ôn phần sạch hành là của ta đồng ôn chặt là cầm thì chặt nhầm trên như đồng ôn và chặt là chặt nó là đây à sạch đóng được rồi mang được sạch rồi chạm tệ có một chút rừng một cặp hơi rừng còn tay một cặp hai con man trên hoàng ơi sao tệ điên mây chẳng không còn ôn hơi không hộp của mình vượt màu và cho tiền lăng bạn cho nói tiền lăng á con sao cũng lại để tam quật rồi cắt lên làm cà phê làm tật không làm bài của tôi bây giờ mình được học được tới lớp mà ngày ôn xây và sân ôn xây sẽ chất vào hơi còn lại một cây cũng rất là mình sẽ làm việc bằng ổn định từ trong cây làm bài anh đã bị sạch rồi cho mình là một tràn cũng rất là ngồi đang sạch chung kho để đến sau thì chúng mình thì làm chuyện là hay trong một
ទៀតនៅថ្ងៃទៅតែទៅព្រឹកបាទហើយដល់ទៅជុំគ្នាចប់អរគុណបងប្អូន